ថ្វាយបង្គំសម្ដេចព្រះសង្ឃរាជទាំងពីរគណៈសម្ដេចព្រះសង្ឃព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈសូមគោរពសម្ដេចទ្រង់អាយឧត្តមលោកជំទាវលោកអ្នកអង្គញាលោកស្រីអ្នកនាងកញ្ញាបងប្អូនជុំរឿងជាតិនិងសប្បុរសជនជាទីគោរពស្រឡាញ់រាប់អានក្នុងឱកាសដ៏មខត្តរិទ្ធនៃខួបលើកទី162ទិវាពិភពលោកកាកបាទក្រហមនិងអធិចន្ទក្រហម8ឧសភា2025កាកបាទក្រហមកម្ពុជាក្រោមការគុំប្រថាប់ជាម្លប់ដ៏ឧត្តមឧត្តមនៃសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរនរោត្តមមុនីនាថសីហនុជាព្រះប្រធានកិត្តិយសនិងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជាប្រធានពិតជាមានបតិសមនស្សអបអរការប្រារព្ធទិវាដ៏មានសារៈសំខាន់នេះគប់ជួនជាមួយនឹងខួបលើកទី70ឆ្នាំដ៏ប្រពៃថ្លៃថ្លានៃកាកបាទក្រហមកម្ពុជាក្រោមមូលបត្ររួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អនិងមានភាពធន់នឹងអាកាសធាតុអស់រយៈពេល7ទសវត្សរ៍កន្លងមកនេះកាកបាទក្រហមកម្ពុជាក្នុងនាមជាស្ថាប័នមនុស្សធម៌ដ៏ធំបំផុតនៅកម្ពុជាបានបំពេញតួនាទីជាជំនួយការជូនអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ឆ្លើយតបទៅនឹងរាល់បញ្ហាប្រឈមនានានៅក្នុងគ្រប់ស្ថានភាពនៃការផ្លាស់ប្ដូរថ្មីរបស់ប្រទេសជាតិនិងពិភពលោកមានជាអាចការកសាងនិងការអភិវឌ្ឍប្រទេសក្រោយទទួលបានឯករាជ្យការផ្លាស់ប្ដូររបបនយោបាយសង្គ្រាមស៊ីវិលចំនួនប្រដាប់អាវុធគ្រោះមហន្តរាយគ្រោះនៃជំងឺឆ្លងរាតត្បាតផលប៉ះពាល់នៃវិបត្តិសកលនានាស្ថិតនៅក្នុងទិដ្ឋភាពនេះដែរក្នុងបេសកកម្មដ៏មមាញឹករបស់កាកបាទក្រហមកម្ពុជាអស់រយៈពេលប្រមាណជាង70ឆ្នាំមកនេះអ្នកដែលទទួលផលជាមុខសញ្ញាជនរងគ្រោះនិងងាយរងគ្រោះជារួមមានរហូតទៅដល់2,682,604គ្រួសារចំនួនអ្នកទទួលផលនេះប្រកាសជាមានទំហំធំជាងនេះប្រសិនបើយើងរាប់បញ្ចូលក្រុមគ្រួសារដែលរងហានិភ័យក្នុងប្រភេទផ្សេងទៀតចាប់តាំងពីឆ្នាំ1998រៀងមកក្រោមការដឹកនាំរបស់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនកាកបាទក្រហមកម្ពុជាសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈដោយបានប្រែក្លាយខ្លួនជាស្ថាប័នមានភាពម្ចាស់ការហិរញ្ញវត្ថុអនុវត្តការងារស្របតាមលក្ខន្តិកៈនៃស្តង់ដារអន្តរជាតិនិងផែនការយុទ្ធសាស្ត្រជាសមាគមជាតិដែលមានអភិបាលកិច្ចល្អការដឹកនាំនិងការគ្រប់គ្រងប្រកបដោយតម្លាភាពនិងគណនេយ្យភាពជាមួយនឹងសមត្ថភាពស្ថាប័នរឹងមាំកាកបាទក្រហមកម្ពុជាអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនក្នុងប្រតិបត្តិការមនុស្សធម៌គ្រប់ដណ្ដប់លើវិស័យអតិភិបចំនួន4នៃយុទ្ធសាស្ត្ររបស់ខ្លួនរួមមានទី1ការគ្រប់គ្រងគ្រោះមហន្តរាយវិបត្តិភ័យនិងការប្រែប្រួលអាកាសធាតុទី2សុខភាពនិងការថែទាំសុខភាពតាមសហគមន៍ទី3ការលើកកម្ពស់គោលការណ៍គ្រឹះតម្លៃមនុស្សធម៌និងសុខុមាលភាពសង្គមនិងទី4ការអភិវឌ្ឍស្ថាប័នបច្ចុប្បន្ននេះកម្លាំងប្រតិបត្តិការជួរមុខដ៏រឹងមាំរបស់កាកបាទក្រហមកម្ពុជាដែលមានមន្ត្រីបុគ្គលិក353នាក់នៅទូទាំង25រាជធានីខេត្តជាមួយអនុសាខាចំនួន209នៅតាមខណ្ឌស្រុកអ្នកស្ម័គ្រចិត្តជាង20,000នាក់នៅតាមភូមិនិងយុវជនកាកបាទក្រហមជិត30,000នាក់តាមគ្រឹះស្ថានសិក្សាកំពុងបំពេញភារកិច្ចយ៉ាងសកម្មដោយស្មារតីទទួលខុសត្រូវខ្ពស់ក្រោមទិសស្លោកដ៏ថ្លៃថ្លាគឺទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជានិងកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់គ្នាមិនទុកនរណាម្នាក់ចោលជាមួយនឹងសមិទ្ធផលសម្រាប់បានគួរជាទីមោទនៈរបស់កាកបាទក្រហមកម្ពុជាក្នុងនាមសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែននិងគ្រួសារទទួលផលពីកាកបាទក្រហមកម្ពុជាខ្ញុំម្ចាស់សូមក្រាបបង្គំទូលថ្វាយអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅ
បំផុតថ្វាយព្រះករុណាព្រះមហាក្សត្រជាអង្គម្ចាស់ជីវិតលើត្បូងនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរដែលតែងតែប្រោសព្រះរាជទានព្រះរាជទ្រព្យជាប្រចាំជូនកាកបាទក្រហមកម្ពុជានាងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកអ្នកអង្គញាលោកស្រីអ្នកនាងកញ្ញានិងសប្បុរសជនចិត្តឆ្ងាយទាំងអស់ដែលតែងតែស្ម័គ្រចិត្តជាប់ជាប្រចាំជួយឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជាទាំងហិរញ្ញវត្ថុសម្ភារៈនិងកម្លាំងតាមស្មារតីនៃវប្បធម៌ចែករំលែកសាមគ្គីភាពនិងជាការផ្សារភ្ជាប់គ្នារវាងអ្នកមានលទ្ធភាពនិងអ្នកដែលកំពុងត្រូវការជំនួយជាចាំបាច់ព្រមទាំងចូលរួមសម្រាលទុក្ខលំបាករបស់សមាគមជាតិនានាដែលជួបគ្រោះភ័យផងនិងបានចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋរងគ្រោះនិងសុខុមាលភាពសង្គមផងឆ្លើយតបទៅនឹងការទទួលបានផលជាវិជ្ជមានដែលកើតឡើងពីសាមគ្គីភាពនិងភេរវភាពដែលមជ្ឈដ្ឋានជាតិនិងអន្តរជាតិកំពុងសាទរនេះខ្ញុំម្ចាស់នាងខ្ញុំគិតថាការចូលរួមវិភាគទានដ៏បរិសុទ្ធជាប់ជាប្រចាំរបស់សម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកអ្នកអង្គញាលោកស្រីអ្នកនាងកញ្ញាសប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងអស់នឹងបន្តចូលរួមចំណែកក្នុងបុព្វហេតុមនុស្សធម៌ជាពិសេសការចូលរួមចំណែកដល់ការអភិវឌ្ឍជាតិមាតុភូមិកម្ពុជានៃយើងឈានទៅសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈរួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អនិងមានភាពធន់នឹងអាកាសធាតុខ្ញុំម្ចាស់នាងខ្ញុំសូមគោរពជូនពរសូមបានប្រកបតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈនិងពលៈកុំបីឃ្លាតឡើយសូមអរព្រះគុណនិងសូមអរគុណ